Riêng ra để dừng nhóm nâng dốc môn này tiền phát mê tăng ọc này ngày ní. Cứ chỉ hết ca mùi để bàn cả lãng nơi tam chương phnom đòn rệt phía kháng chươngในประเทศកម្ពុជាវាគឺជារឿងរ៉ាវអំពីអ្វីដែលគួរឲ្យខ្លាចជាងសត្វខ្លានៅក្នុងព្រៃទៅទៀតនោះគឺជាភាពលុបលុនកំហឹងនិងភាពឆ្លុះអង្វែងនៅក្នុងចិត្តមនុស្សដែលរឿងនេះចាប់ផ្ដើមពីថ្ងៃមួយដែលតាសុវណ្ណបានទទួលដំណឹងពីមិត្តចាស់របស់គាត់ថាមានហេតុការណ៍ចម្លែកកំពុងកើតឡើងនៅក្នុងភូមិមួយនៅតំបន់ដាច់ស្រយាលលោកតាសុវណ្ណមិនអាចនៅស្ងៀមបានឡើយដូច្នេះគាត់ក៏បានសម្រេចចិត្តធ្វើដំណើរទៅកាន់ភូមិនោះភ្លាមហើយនោះគឺជាការចាប់ផ្ដើមនៃរឿងរ៉ាវអាថ៌កំបាំងដែលគេស្គាល់ថាការកម្ចាត់ខ្លាតាស្វាយជាមិត្តចាស់របស់តាសុវណ្ណដែលបានមករកគាត់នៅផ្ទះតាស្វាយគាត់មុខជ្រួញហើយព្រួយបារម្ភជាខ្លាំងពីព្រោះមានរឿងអាក្រក់កំពុងតែកើតឡើងនៅក្នុងភូមិរបស់គាត់បានប្រាប់តាសុវណ្ណថាមានខ្លាដ៏កាចសាហាវមួយដែលកំពុងតែបំផិតបំភ័យប្រជាជននៅក្នុងភូមិគាត់អ្នកភូមិទាំងអស់គ្នាភ័យខ្លាចយ៉ាងខ្លាំងគ្មានអ្នកណាហ៊ានចេញពីផ្ទះបន្ទាប់ពីព្រះអាទិត្យលិចនោះឡើយតាស្វាយបាននិទានរឿងអំពីខ្លាពីរប្រភេទដែលកំពុងតែបង្កភាពភ័យខ្លាចនៅក្នុងភូមិរបស់គាត់បានប្រាប់ថាមានខ្លាមួយប្រភេទគេហៅថាខ្លាញីដែលជាអ្នកចេះវេទមន្តខ្មៅដែលអាចប្រែក្រឡាខ្លួនជាខ្លាបានហើយមួយប្រភេទទៀតគឺខ្លាស្មឹងដែលជាខ្លាដែលមានព្រលឹងមនុស្សស្លាប់ចូលទៅសន្ធិដ្ឋក្នុងរូបកាយខ្លាដូច្នេះអ្នកភូមិទាំងអស់រស់នៅដោយភាពភ័យខ្លាចហើយមិនហ៊ានចេញក្រៅផ្ទះបន្ទាប់ពីយប់ជ្រៅឡើយនៅយប់នោះតាសុវណ្ណមិនអាចដេកលក់បានសោះឡើយជាធម្មតាបើមានរឿងអាក្រក់នឹងកើតឡើងគាត់តែងតែសុបិនមើលឃើញជាមុនប៉ុន្តែយប់នេះគាត់មិនបានឃើញអ្វីសោះគាត់មានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីហើយប៉ុន្តែគាត់មិនអាចនឹងប្រកាសបានឡើយថានោះគឺជារឿងអ្វីភាពស្ងប់ស្ងាត់កំពុងតែឈានដល់ទីបញ្ចប់ហើយគាត់ដឹងថាគាត់ត្រូវតែធ្វើអ្វីមួយឲ្យបានខណៈពេលដែលគាត់ដើរយកខ្យល់អាកាសនៅមុខផ្ទះស្រាប់តែមានខ្យល់បក់បោកយ៉ាងខ្លាំងបក់មកប៉ះមុខរបស់គាត់វាមានក្លិនស្អុយដូចជាក្លិនសត្វព្រៃប៉ុន្តែវាក្លិនខ្លាំងខុសពីធម្មតាតាសុវណ្ណដឹងភ្លាមថាមានអ្វីមួយខុសប្រក្រតីនៅទីនេះហើយគាត់បានត្រៀមខ្លួនសម្រាប់អ្វីដែលនឹងកើតឡើងហើយចាប់ផ្ដើមសូត្រគាថាការពារខ្លួនរបស់គាត់ភ្លាមពេលដែលតាសុវណ្ណបានសូត្រមន្តអាគមគាថារួចហើយក៏ផ្លុំខ្យល់បញ្ជូនទៅកាន់ចំការចេកដែលនៅក្បែរនោះភ្លាមមួយស្របក់ក្រោយមកស្រាប់តែមានស្រមោលមួយបានផុសចេញមកនៅទីនោះវានៅឈរស្ងៀមហើយសម្លឹងមើលមកគាត់ដោយភ្នែកពណ៌បៃតងភ្លឺវាមិនមែនជាមនុស្សធម្មតាទេតែវាគឺជាអ្វីមួយដែលអាក្រក់ជាងនោះទៅទៀតគាត់បានឃើញរាងកាយមួយឈរនៅទីនោះវាមានភ្នែកពណ៌បៃតងភ្លឺដូចភ្នែកសត្វព្រៃវាមិនមែនជាមនុស្សធម្មតាទេវាគឺជាអ្វីមួយដែលអាក្រក់ជាងនោះវាបានថយក្រោយយឺតហើយបាត់នៅក្នុងទីងងឹតដោយបន្សល់ទុកតែក្លិនស្អុយដ៏គួរឲ្យខ្ពើមតាសុវណ្ណឈរស្ងៀមមួយស្របក់មុននឹងដើរទៅមើលប្រតិទិនចាស់មួយដែលពយួរនៅលើជញ្ជាំងផ្ទះរបស់គាត់វាជាប្រតិទិនបុរាណដែលពោពេញទៅដោយរូបនិមិត្តសញ្ញានិងអក្សរសាស្ត្របុរាណគាត់បានឃើញនិមិត្តសញ្ញាមួយដែលមិនធ្លាប់ឃើញពីមុនមកហើយវាបានធ្វើឲ្យគាត់ព្រួយបារម្ភជាខ្លាំងគាត់បាននិយាយម្នាក់ឯងថាសត្វធំដែលមិនមែនជាសត្វមនុស្សដែលមិនមែនជាមនុស្សនិមិត្តសញ្ញានេះបានប្រាប់គាត់ថាភាពស្ងប់ស្ងាត់កំពុងតែឈានដល់ទីបញ្ចប់ហើយ ត
តាសវណ្ណបានគិតយ៉ាងយូរអំពីអត្តន័យនៃនិមិត្តសញ្ញានោះគាត់ដឹងថាគាត់ត្រូវតែធ្វើដំណើរទៅកាន់ភូមិរបស់តាស្វាយដើម្បីជួយដោះស្រាយបញ្ហានេះឲ្យបានគាត់បានត្រៀមខ្លួនរួចរាល់ហើយបានសម្រេចចិត្តចេញដំណើរនៅព្រឹកបន្ទាប់តាសវណ្ណគាត់មិនភ័យខ្លាចឡើយពីព្រោះគាត់មានអាវុធបុរាណនិងចំណេះដឹងខាងមុនវិជ្ជាការគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងអ្វីៗដែលនឹងមកដល់នៅព្រឹកព្រលឹមមួយតាសវណ្ណក៏បានចេញដំណើរទៅកាន់ភូមិរបស់តាស្វាយអង្គណយជាមិត្តភ័ក្តិរបស់គាត់បានបើករទេះមកជួបគាត់ផ្លូវខាងមុខគឺពោពេញទៅដោយគ្រោះថ្នាក់ប៉ុន្តែតាសវណ្ណមិនភ័យខ្លាចឡើយពួកគេបានធ្វើដំណើរឆ្លងកាត់ព្រៃក្រាស់និងផ្លូវដ៏លំបាកដោយមានតែពន្លឺព្រះអាទិត្យព្រឹកព្រលឹមតែប៉ុណ្ណោះដែលជាទីពឹងអង្គណយបានប្រាប់តាសវណ្ណអំពីអ្វីដែលបានកើតឡើងកាលពីយប់មិញអង្គណយបានប្រាប់ថាមរិញគង់វារបស់តាសវណ្ណបានមកប្រាប់គាត់ថាតាសវណ្ណកំពុងតែធ្វើដំណើរទៅក្រុងខ្លាហើយតាសវណ្ណភ្ញាក់ផ្អើលព្រោះគាត់មិនដែលបានប្រាប់អ្នកណាអំពីដំណើររបស់គាត់នោះទេគាត់ដឹងថាមានអ្វីមួយខុសប្រក្រតីហើយដំណើរនេះនឹងមិនងាយស្រួលឡើយអង្គណយបានប្រាប់ពីដំណឹងអាក្រក់មួយទៀតដល់តាសវណ្ណគាត់បានប្រាប់ថាព្រានតូត្រូវបានប៉ូលីសចាប់ខ្លួនពីបទលួចអ្វីមួយតាសវណ្ណភ្ញាក់ផ្អើលជាខ្លាំងព្រោះគាត់មិននឹកស្មានថាព្រានតូនឹងធ្វើរឿងបែបនេះនោះទេគាត់បានសម្រេចចិត្តទៅមើលព្រានតូនៅឯប៉ុស្តិ៍ប៉ូលីសដើម្បីស្វែងរកការពិតពេលពួកគេទៅដល់ប៉ុស្តិ៍ប៉ូលីសពួកគាត់បានឃើញព្រានតូកំពុងតែនិយាយជាមួយនឹងប៉ូលីសយ៉ាងសប្បាយរីករាយវាមិនមែនជារូបរាងរបស់អ្នកទោសដែលជាប់ចោទប្រកាន់នោះទេតាសវណ្ណបានចាប់ផ្ដើមធូរស្រាលបន្តិចហើយដឹងថាមានអ្វីមួយខុសធម្មតាគាត់បានដើរចូលទៅសួរព្រានតូអំពីរឿងដែលបានកើតឡើងព្រានតូបានប្រាប់តាសវណ្ណថាគាត់មិនមែនជាជនលួចនោះទេប៉ុន្តែផ្ទុយទៅវិញគាត់បានជួយប៉ូលីសចាប់ជនលួចកាប់ឈើទៅវិញទេគាត់ក៏បានប្រាប់អំពីរឿងកំប្លែងដែលគាត់បានប្រាប់ប៉ូលីសជាភាសាជនជាតិភាគតិចតាសវណ្ណសើចតិចដាក់គាត់ហើយអ្នកទាំង3ក៏បន្តដំណើរទៅភូមិតាស្វាយតែម្ដងពួកគេបានធ្វើដំណើរជាមួយគ្នាដោយមានគោលដៅតែមួយគឺដើម្បីទៅជួយអ្នកភូមិឲ្យរួចផុតពីភាពភ័យខ្លាចនៅពេលពួកគាត់ទៅដល់ភូមិនោះពួកគាត់បានឃើញភូមិមានសភាពស្ងាត់ជ្រងំមានមនុស្សដើរចេញទៅក្រៅទាល់តែសោះបង្អួចនឹងទ្វារទាំងអស់ត្រូវបានគេបិទជិតទាំងអស់បរិយាកាសគឺពោពេញទៅដោយភាពភ័យខ្លាចនិងភាពស្ងប់ស្ងាត់ដែលគួរឲ្យខ្លាចពួកគេបានដឹងថាស្ថានភាពនៅទីនេះធ្ងន់ធ្ងរជាងអ្វីដែលពួកគេបានគិតទៅទៀតតាស្វាយបានទទួលពួកគេទាំងអស់គ្នានៅក្នុងផ្ទះរបស់គាត់មុខតាស្វាយមានភាពស្លេកស្លាំងហើយគាត់មើលទៅភ័យខ្លាចជាងមុនទៅទៀតគាត់បានប្រាប់ពួកគេអំពីការភ័យខ្លាចរបស់អ្នកភូមិនិងអំពីខ្លាដែលកំពុងតែបំផិតបំភ័យពួកគេគាត់បានប្រាប់ថាមានមនុស្សស្លាប់ជាច្រើនអ្នករួចមកហើយគ្មានអ្នកណាដឹងថាត្រូវធ្វើអ្វីនោះទេតាស្វាយបាននាំពួកគេទៅកន្លែងដែលគេរកឃើញសពមុនដំបូងគេបង្អស់សាកសពក្មេងប្រុសម្នាក់ត្រូវបានគេរកឃើញក្បាលនិងដងខ្លួនបានហែកចេញពីគ្នាឈាមក្រហមប្រឡាក់ពាសពេញដីនិងស្លាកស្នាមក្រញ៉ាំជើងខ្លាធំតាសវណ្ណបានពិនិត្យមើលស្លាកស្នាមទាំងនោះដោយយកចិត្តទុកដាក់ហើយគាត់បានដឹងថានេះមិនមែនជាការវាយប្រហាររបស់ខ្លាធម្មតានោះទេតាស្វាយបានបន្តទៀតថាចាប់ពីថ្ងៃនោះមកអ្នកភូមិទាំងអស់ភ័យខ្លាចយ៉ាងខ្លាំងគ្មានអ្នកណាហ៊ានចេញពីផ្ទះបន្ទាប់ពីព្រះអាទិត្យលិចទៅឡើយពួកគេអង្គុយអោបជង្គង់បន់ស្រន់នៅក្នុងផ្ទះរបស់ពួកគេរៀងៗខ្លួនហើយស្ដាប់សំឡេងក្រហឹមពីព្រៃភ
ភាពស្ងប់ស្ងាត់នៅពេលយប់គឺពោរពេញទៅដោយភាពភ័យរន្ធត់មិនមែនជាភាពស្ងប់ស្ងាត់ដូចមុននោះទេនៅយប់នោះបន្ទាប់ពីស្រស់ស្រូបអាហាររួចរាល់ហើយតាសុវណ្ណបានអង្គុយធ្វើសមាធិនិងបន់ស្រន់ដល់ព្រលឹងម្ចាស់ទឹកម្ចាស់ដីនិងព្រលឹងអរិយព្រៃតាសុវណ្ណគាត់បានធ្វើសមាធិមួយសន្ធុះធំដើម្បីស្វែងរកចម្លើយនិងកម្លាំងធម៌ពលគាត់បានឃើញអ្វីមួយនៅក្នុងសមាធិនោះអ្វីមួយដែលធ្វើឲ្យមុខរបស់គាត់ប្រែជាអាប់អួរគាត់បានឃើញស្ត្រីម្នាក់ហើយគាត់ដឹងថានាងគឺជាមូលហេតុនៃរឿងរ៉ាវទាំងអស់នេះព្រានតោដែលកំពុងតែមើលគាត់នោះបានសួរថាតាបានឃើញអ្វីដែរតាសុវណ្ណបានឆ្លើយតបយ៉ាងខ្លីថាខ្ញុំបានឃើញស្ត្រីម្នាក់ព្រានតោមានការភ្ញាក់ផ្អើលហើយគាត់បាននិយាយម្នាក់ឯងថាឬក៏ខ្លាស្មឹងនេះជាស្រីទេពួកគេទាំងពីរបានដឹងថារឿងនេះកំពុងតែមានភាពស្មុគស្មាញជាងអ្វីដែលពួកគេបានគិតទៅទៀតតាស្វាយបានប្រាប់ពួកគេអំពីលោកគ្រូសីហាដែលជាគ្រូធំម្នាក់ខាងមន្តអាគមអូមអាមក្តាមដុតដែលបានមកដល់ភូមិនេះអ្នកភូមិទាំងអស់គ្នាជឿជាក់លើលោកគ្រូសីហានេះណាស់ហើយគេនិយាយថាគាត់ពូកែខ្លាំងណាស់ខាងដល់អំពើអាបធ្មប់អីអស់ហ្នឹងលោកគ្រូសីហាបានអះអាងថាគាត់អាចកំចាត់ព្រាយខ្លាបានហើយអ្នកភូមិក៏មានការជឿជាក់លើគាត់ដែរប៉ុន្តែតាសុវណ្ណគាត់មានការសង្ស័យចំពោះលោកគ្រូសីហានេះខ្លះដែរហើយគាត់ក៏ចង់ស្វែងរកការពិតឲ្យខានតែបានលោកគ្រូសីហាបានពណ៌នាអំពីការស្លាប់របស់ជនរងគ្រោះយ៉ាងលម្អិតដូចជាគាត់បានឃើញផ្ទាល់ភ្នែកអញ្ចឹងគាត់បានពណ៌នាអំពីស្លាកស្នាមក្រញ៉ាំនិងទីតាំងរបស់សាកសពដែលវាត្រឹមត្រូវទាំងស្រុងតែម្ដងតាសុវណ្ណបានក្រឡេកមើលគ្រូសីហាដោយភ្នែកពេញទៅដោយការសង្ស័យគាត់ដឹងថាគ្រូសីហាម្នាក់នេះកំពុងលាក់អ្វីមួយហើយគាត់បានសម្រេចចិត្តស៊ើបអង្កេតបន្ថែមទៀតតាសុវណ្ណបានសម្លឹងមើលមុខគ្រូសីហាដោយមិនព្រិចភ្នែកនោះទេគ្រូសីហាបានព្យាយាមប្រឈមមុខជាមួយតាសុវណ្ណប៉ុន្តែទីបំផុតគាត់ក៏បែរមុខចេញវិញតាសុវណ្ណដឹងថាគ្រូសីហានេះពិតជាកំពុងលាក់កំបាំងអ្វីមួយហើយគាត់បានប្រាប់ព្រានតោនិងអង្គណយអំពីផែនការរបស់គាត់ដើម្បីចាប់គ្រូសីហាម្នាក់នេះនិងស្វែងរកការពិតឲ្យឃើញតាសុវណ្ណបានប្រាប់មិត្តភ័ក្តិរបស់គាត់អំពីផែនការរបស់គាត់បានបញ្ជាឲ្យព្រានតោទៅជំរុញគ្រូសីហាឲ្យចូលទៅក្នុងព្រៃហើយគាត់បញ្ជាឲ្យអង្គណយទៅដុតផ្ទះរបស់គ្រូសីហាប្រសិនបើគាត់ចាក់ចេញពីផ្ទះមែនគាត់ផ្ទាល់នឹងទៅប្រឈមមុខនឹងខ្លាស្មឹងនៅឯបឹងធំមួយផែនការនេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់ប៉ុន្តែវាជាមធ្យោបាយតែមួយគត់ដើម្បីកម្ចាត់អំពើអាក្រក់ទាំងនេះព្រានតោបានចូលទៅជិតផ្ទះរបស់គ្រូសីហាដោយធ្វើខ្លួនជាអ្នកភូមិដែលចង់សុំឲ្យលោកគ្រូសីហាជួយគាត់បានសួរថាតើលោកគ្រូអាចឲ្យពរខ្ញុំដើម្បីទៅបរបាញ់នៅក្នុងព្រៃនៅយប់នេះបានទេគាត់ចង់ឲ្យលោកគ្រូចាក់ចេញពីផ្ទះដើម្បីទៅបរបាញ់ជាមួយគាត់ព្រានតោបានធ្វើពុតជាមនុស្សឆោតល្ងង់ប៉ុន្តែនៅក្នុងចិត្តគាត់គឺពោពេញទៅដោយផែនការដ៏ឆ្លៀវវៃលោកគ្រូសីហាបានចាក់ចេញពីផ្ទះរបស់គាត់មែនដោយមានកូនសិស្ស 2-3 នាក់តាមទៅពីក្រោយគាត់មើលទៅមានទំនុកចិត្តយ៉ាងខ្លាំងហើយគាត់គិតថាគាត់នឹងអាចសម្លាប់ខ្លាបានប៉ុន្តែ
គាត់មិនដឹងថាគាត់កំពុងតែដើរចូលទៅក្នុងអន្ទាក់របស់តាសុវណ្ណនោះទេគាត់បានដើរចូលទៅក្នុងព្រៃងងឹតដោយមិនដឹងថាអ្វីដែលកំពុងរងចាំគាត់នៅទីនោះទេអង្គណយបានឃើញគ្រូសីហាចាក់ចេញពីផ្ទះបែបនេះគាត់បានរងចាំមួយស្របោះរួចគាត់ធ្វើដំណើរទៅកាន់ផ្ទះលោកគ្រូសីហាដោយស្ងាត់ស្ងៀមគាត់មានបេសកកម្មមួយគឺដុតផ្ទះនេះហើយគាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើវាគាត់បានឡើងទៅលើផ្ទះដោយប្រុងប្រយ័ត្នហើយបានរកឃើញមានឆ្អឹងមនុស្សនិងរបស់របរលួចជាច្រើននៅក្នុងផ្ទះនោះគាត់ដឹងថាគ្រូសីហាគឺជាមនុស្សអាក្រក់ជាងអ្វីដែលពួកគេបានគិតទៅទៀតអង្គណយបានដុតផ្ទះគ្រូសីហាដោយភ្លើងឆេះយ៉ាងសន្ធោសន្ធៅភ្លើងបានឆាបឆេះយ៉ាងលឿនដោយសារតែមានរបស់របរច្រើននៅក្នុងផ្ទះនោះអង្គណយបានឈរមើលភ្លើងឆេះដោយដឹងថាគាត់បានបំផ្លាញកន្លែងអាក្រក់នេះហើយគាត់បានសូត្រគាថាដើម្បីដោះលែងសូមឲ្យព្រលឹងអ្នកស្លាប់ទាំងអស់បានទៅកាន់សុគតិភពភ្លើងបានឆេះយ៉ាងខ្លាំងហើយពន្លឺវាបានបំភ្លឺពាសពេញភពនៅក្នុងព្រៃដ៏សែនជ្រៅនោះលោកគ្រូសីហាបានប្រែក្រឡាខ្លួនទៅជាសត្វចម្លែកមួយដែលមានខ្លួនមនុស្សពាក់កណ្ដាលនិងខ្លាពាក់កណ្ដាលគាត់បានស្រែកក្រហឹមដោយកំហឹងហើយបានសម្លឹងមកតាសុវណ្ណនិងព្រានតោទាំងពីរនាក់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រយុទ្ធជាមួយវាដោយមិនមានការភ័យខ្លាចឡើយពួកគេបានដឹងថានេះគឺជាការប្រយុទ្ធដ៏សំខាន់បំផុតហើយពួកគេត្រូវតែឈ្នះមិនអាចចាញ់បានទេពេលនោះការប៉ះទង្គិចរវាងពួកគេបានចាប់ផ្ដើមឡើងយ៉ាងខ្លាំងក្លាតាសុវណ្ណបានក្រវីដាវរបស់គាត់ហើយព្រានតោបានបាញ់កំភ្លើងរបស់គាត់សត្វចម្លែកនោះបានហក់មកដោយប្រើក្រញាំរបស់វាមកលើពួកគេប៉ុន្តែពួកគេបានគេចចេញពីការវាយប្រហាររបស់វាយ៉ាងលឿនការប្រយុទ្ធនោះគឺពោរពេញទៅដោយភាពឃោរឃៅនិងការស្រែកធ្ងោរបស់សត្វចម្លែកឈាមបានហូរចេញពីស្នាមរបួសរបស់ភាគីទាំងពីរក្រញាំរបស់សត្វចម្លែកបានវាយប្រហារមកលើខ្នងរបស់ព្រានតោស្រាប់តែឈាមបានហូរចេញពីស្នាមរបួសរបស់គាត់ប៉ុន្តែព្រានតោមិនបានឈប់ប្រយុទ្ធឡើយគាត់បានក្តាប់កាន់កំភ្លើងរបស់គាត់យ៉ាងតឹងណែនហើយបន្តបាញ់ទៅលើសត្រូវតាសុវណ្ណបានឃើញរបួសរបស់ព្រានតោហើយគាត់បានប្រយុទ្ធកាន់តែខ្លាំងឡើងថែមទៀតគាត់ដឹងថាពួកគេត្រូវតែបញ្ចប់ការប្រយុទ្ធនេះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានតាសុវណ្ណបានក្រវីដាវយ៉ាងខ្លាំងហើយកាត់ទៅលើដៃរបស់សត្វចម្លែកនោះសត្វចម្លែកបានស្រែកយ៉ាងក្រហល់ក្រហាយដោយសារតែការឈឺចាប់ហើយបានដើរថយក្រោយវិញវាបានរងរបួសយ៉ាងធ្ងន់ធ្ងរប៉ុន្តែវានៅតែមានកំហឹងយ៉ាងខ្លាំងចំពោះពួកគេតាសុវណ្ណបានឃើញឱកាសល្អមួយហើយគាត់ក៏បានប្រើវាដើម្បីនឹងវាយប្រហារម្ដងទៀតសត្វចម្លែកដែលរងរបួសបានបែរខ្នងចូលទៅក្នុងព្រៃងងឹតបាត់ទៅតាសុវណ្ណនិងព្រានតោបានឈរមើលវារត់បាត់ទៅដោយដឹងថាវានឹងត្រឡប់មកវិញមិនខានការប្រយុទ្ធមិនទាន់ចប់សពគ្រប់នៅឡើយនោះទេពួកគេបានសម្រាកមួយស្របោះមុននឹងរៀបចំខ្លួនសម្រាប់ការប្រយុទ្ធលើកក្រោយទៀតពេលពួកគេត្រឡប់មកភូមិវិញពួកគេបានឃើញអ្នកភូមិកំពុងតែមានការភ័យខ្លាចហើយមានភ្លើងឆេះនៅទីឆ្ងាយពួកគេបានឮសំឡេងស្រែកនិងការយំរបស់ក្មេងៗពួកគេបានទៅដល់ផ្សារហើយបានឃើញអ្វីដែលបានកើតឡើងអ្នកភូមិកំពុងតែនិយាយគ្នាអំពីអ្វីដែលបានកើតឡើងនៅទីនោះហើយពួកគេទាំងអស់គ្នាមានការភ័យខ្លាចយ៉ាងខ្លាំងនៅក្នុងផ្សារពួកគេបានឃើញសាកសពពីរបន្ថែមទៀតសាកសពទាំងពីរនោះត្រូវបានហែកជាបំណែកហើយមានឈាមក្រហមប្រឡាក់ពាសពេញដីពួកគេបានដឹងថាសត្វខ្លាបានវាយប្រហារម្ដងទៀតហើយគ្មានអ្នកណាម្នាក់មានសុវត្ថិភាពឡើយ
តាសវណ្ណបានពិនិត្យមើលសាកសពនោះហើយគាត់បានដឹងថានេះគឺជាការងាររបស់ខ្លាស្មឹងអ្នកភូមិខ្លះបាននិយាយថាសាកសពទាំងពីរនេះគឺជាកូនសិស្សរបស់លោកគ្រូសីហាពួកគេបានចាប់ផ្ដើមភ្ជាប់គ្រូសីហាទៅនឹងការវាយប្រហារទាំងនេះការសង្ស័យបានកើតឡើងនៅក្នុងចិត្តរបស់ពួកគេហើយតាសវណ្ណបានដឹងថាពេលវេលាមកដល់ហើយដើម្បីបង្ហាញការពិតដល់អ្នកភូមិទាំងនោះព្រានតូបានខ្សឹបប្រាប់តាសវណ្ណថាគាត់បានបាញ់កំភ្លើងចំថង់វិញ្ញាណរបស់លោកគ្រូសីហាគាត់បានប្រាប់ថាថង់នេះគឺជាកន្លែងដែលគ្រូសីហាបានបញ្ចូលអំណាចអាក្រក់របស់គាត់ការបាញ់បំផ្លាញថង់នេះបានសម្លាប់ខ្លាញីរបស់គាត់បាត់ទៅហើយតាសវណ្ណបានយល់ព្រមចំពោះសកម្មភាពរបស់ព្រានតូហើយគាត់បានត្រៀមខ្លួនសម្រាប់ការប្រយុទ្ធលើកចុងក្រោយតាសវណ្ណបានយល់ព្រមចំពោះសកម្មភាពរបស់ព្រានតូប៉ុន្តែគាត់បានប្រាប់ថារឿងនេះមិនទាន់ចប់នៅឡើយនោះទេខ្លាស្មឹងនៅតែមានវត្តមានហើយពួកគេត្រូវតែប្រឈមមុខជាមួយវាពួកគេបានរៀបចំខ្លួនសម្រាប់ការប្រយុទ្ធលើកចុងក្រោយនៅឯបឹងធំពួកគេបានដឹងថានេះគឺជាឱកាសចុងក្រោយរបស់ពួកគេហើយដើម្បីកម្ចាត់អំពើអាក្រក់នេះតាសវណ្ណនិងព្រានតូបានដើរទៅកាន់បឹងធំមួយនៅជិតនឹងភូមិបឹងនេះគឺជាកន្លែងដែលនាងរំពេញដែលត្រូវបានគេរកឃើញសាកសពរបស់នាងនៅទីនោះអារម្មណ៍នៃភាពសោកសៅនិងការសងសឹកបានគ្របដណ្ដប់លើបរិយាកាសនៅទីនោះទាំងស្រុងពួកគេបានឈរនៅមាត់បឹងនោះហើយរងចាំការមកដល់នៃសត្វខ្លាស្មៅរំពេចនោះស្រមោលប្រលឹងនាងរំពេញបានលេចចេញពីអាប់លើមាត់បឹងមកនាងមានភ្នែកពណ៌បៃតងភ្លឺក៏ញ៉ាំវែងនិងរូបរាងគួរឲ្យខ្លាចនាងបានបញ្ចេញសំឡេងស្រែកយ៉ាងខ្លាំងដែលជាសំឡេងមនុស្សផងនិងសំឡេងខ្លាផងតាសវណ្ណនិងព្រានតូបានត្រៀមខ្លួនប្រយុទ្ធជាមួយនាងរួចជាស្រេចហើយនាងរំពេញបានហក់មកវាយប្រហារលើពួកគេយ៉ាងលឿនដោយកំហឹងនិងការសងសឹកក្រញាំរបស់នាងបានលើកឡើងហើយនាងបានបញ្ចេញសំឡេងក្រហឹមយ៉ាងគួរឲ្យខ្លាចតាសវណ្ណនិងព្រានតូបានត្រៀមខ្លួនប្រយុទ្ធពួកគេដឹងថានេះគឺជាការប្រយុទ្ធដ៏លំបាកបំផុតរបស់ពួកគេនៅពេលនោះព្រានតូបានបាញ់កំភ្លើងរបស់គាត់ទៅលើជើងរបស់នាងរំពេញគ្រាប់កំភ្លើងដែលមានមន្តអាគមបានធ្វើឲ្យនាងឈឺចាប់ហើយនាងក៏ដួលនាងបានស្រែកយ៉ាងខ្លាំងដោយការឈឺចាប់និងកំហឹងតាសវណ្ណបានឃើញឱកាសហើយគាត់ក៏ដើរចូលទៅជិតនាងតាសវណ្ណបានដើរទៅជិតនាងរំពេញហើយដាក់វត្ថុស័ក្តិសិទ្ធិនៅលើថ្ងាសរបស់នាងភ្លាមនាងត្រូវបានបង្ក្រាបហើយក៏មិនអាចប្រយុទ្ធបានទៀតទេនាងបានលុតជង្គង់ហើយសម្លឹងមើលគាត់ដោយភ្នែកពោពេញទៅដោយទុក្ខព្រួយពេលនោះតាសវណ្ណបានចាប់ផ្ដើមនិយាយជាមួយនាងតាសវណ្ណបានសួរទៅនាងរំពេញអំពីអ្វីដែលបានកើតឡើងចំពោះនាងនាងបានឆ្លើយតបដោយការឈឺចាប់ហើយបានប្រាប់គាត់អំពីរបៀបដែលនាងត្រូវបានគេសម្លាប់កំហឹងនិងការសងសឹកបានធ្វើឲ្យនាងខ្លាចជាខ្លាស្មឹងតាសវណ្ណបានស្ដាប់រឿងរ៉ាវរបស់នាងដោយក្តីអាណិតអាសូរពេលនោះតាសវណ្ណបានបង្រៀននាងរំពេញឲ្យសូត្រធម៌ផ្សាយមេត្តាចិត្តអំពីការអភ័យទោសខ្លួនឯងនិងអភ័យទោសដល់សពសត្វទាំងអស់នាងបានស្ដាប់ហើយទឹកភ្នែករបស់នាងក៏ហូរចុះមកលើថ្ពាល់របស់នាងនាងបានចាប់ផ្ដើមអធិដ្ឋានហើយអារម្មណ៍នៃកំហឹងរបស់នាងក៏បានថមថយចុះដែរតាសវណ្ណបានបន្តសូត្រធម៌នោះជាមួយនាងដើម្បីឲ្យនាងរកឃើញនៅសុគតិភពបន្ទាប់ពីនាងបានសូត្រធម៌ចប់សពគ្រប់ហើយព្រលឹងរបស់នាងរំពេញក៏ចាប់ផ្ដើមរលាយបាត់ទៅបន្តិចម្ដងនាងមើលទៅហាក់ដូចជាបានស្ងប់ចិត្តហើយមុខរបស់នាងលែងមានកំហឹងទៀតហើយនាងបានរលាយបាត់ទៅក្នុងពន្លឺព្រះច័ន្ទដោយបានរួចផុតពីការឈឺចាប់ផងទាំងពួងតាសវណ្ណបានឈរមើលនាងបាត់ទៅដោយដឹងថាគាត់បានជួយនាងឲ្យទៅកាន់សុគតិភពហើយតាសវណ្ណនិងព្រានតូបានឈរមើលបឹងធំនោះដែលឥឡូវនេះស្ងប់ស្ងាត់និងគ្មានអ្វីគួរឲ្យខ្លាចទៀតទេ
ពួកគេបានសម្រេចបេសកកម្មរបស់ពួកគេហើយអំពើអាក្រក់ត្រូវបានកម្ចាត់ហើយភូមិទាំងមូលបានវិលត្រឡប់មករកសន្តិភាពវិញពួកគេបានដឹងថាពួកគេបានធ្វើអ្វីដែលត្រឹមត្រូវពន្លឺព្រះអាទិត្យបានរះឡើងហើយភូមិទាំងមូលក៏ចាប់ផ្ដើមមានជីវិតជីវ៉ារស់រវើកឡើងវិញអ្នកភូមិបានចេញពីផ្ទះរបស់ពួកគេហើយសម្លឹងមើលទៅព្រៃដោយក្តីសង្ឃឹមថ្មីយប់ដ៏គួរឲ្យខ្លាចក៏បានកន្លងផុតទៅហើយភាពស្ងប់ស្ងាត់ក៏បានវិលត្រឡប់មកវិញដែរអ្នកភូមិបានចាប់ផ្ដើមជួសជុលផ្ទះរបស់ពួកគេនិងបន្តជីវិតក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេដោយធម្មតាវិញនៅព្រឹកនោះអ្នកភូមិបានរកឃើញសាកសពគ្រូសីហាដែលបានប្រែក្លាយជាខ្លាវិញគាត់ត្រូវបានគេបាញ់សម្លាប់ហើយអំណាចអាក្រក់របស់គាត់ក៏បានរលាយសាបសូន្យបាត់ទៅហើយដែរដំណឹងនេះបានផ្សព្វផ្សាយយ៉ាងលឿនពាសពេញភូមិអ្នកភូមិមានក្តីធូរស្រាលនិងដឹងថាគ្រោះថ្នាក់បានកន្លងផុតទៅហើយការពិតដ៏គួរឲ្យរន្ធត់បានចាប់ផ្ដើមលាតត្រដាងអ្នកភូមិបានរកឃើញឆ្អឹងមនុស្សនិងរបស់របរលួចជាច្រើននៅក្នុងផ្ទះគ្រូសីហាពួកគេបានដឹងថាគ្រូសីហាមិនត្រឹមតែជាខ្លាទេប៉ុន្តែគាត់ក៏ជាឃាតករនិងជាចោរផងដែរអ្នកភូមិបានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអំពើអាក្រក់របស់គ្រូសីហាដែលបានប្រព្រឹត្តកន្លងមកតាសវណ្ណនិងព្រានតូបានជួយឲ្យអ្នកភូមិធ្វើពិធីបញ្ចុះសពថ្មីដល់នាងរំពេញនិងឪពុករបស់នាងពួកគេបានធ្វើពិធីបួងសួងសូមឲ្យព្រលឹងរបស់ពួកគេបានទៅកាន់សុគតិភពនេះគឺជាការបញ្ចប់ដ៏សមរម្យសម្រាប់រឿងរ៉ាវដ៏សោកសៅមួយនេះព្រលឹងរបស់ពួកគេបានរកឃើញសន្តិភាពពិតហើយអ្នកភូមិបានថ្លែងអំណរគុណដល់តាសវណ្ណព្រានតូនិងអង្គណយចំពោះអ្វីដែលពួកគេបានធ្វើនៅភូមិនេះភូមិបានចាប់ផ្ដើមវិលត្រឡប់មករកភាពរុងរឿងវិញរឿងរ៉ាវនៃការកម្ចាត់ខ្លាបានคล้ายជារឿងព្រេងនិទានមួយដែលគេនិយាយតៗគ្នាជារៀងរហូតអ្នកភូមិបានចាប់ផ្ដើមរស់នៅដោយសុខសាន្តម្ដងទៀតហើយអង្គណយបានមកលាតាសវណ្ណមុនពេលដែលគាត់វិលត្រឡប់ទៅភូមិរបស់គាត់វិញពួកគេបានคล้ายជាមិត្តជិតស្និទ្ធនឹងគ្នាក្នុងអំឡុងពេលបេសកកម្មនេះអង្គណយបាននិយាយលេងថាគាត់ចង់ឲ្យគេសាក់រូបខ្លានៅលើខ្លួនរបស់គាត់ប៉ុន្តែតាសវណ្ណបានប្រាប់ថាកុំធ្វើអីល្អជាងពួកគេបានសើចជាមួយគ្នាហើយអោបគ្នាមុននឹងបែកគ្នាទៅផ្ទះរៀងៗខ្លួនតាសវណ្ណបានផ្ដល់ដំបូន្មានដល់អង្គណយឲ្យប្រុងប្រយ័ត្ននិងរស់នៅដោយសុចរិតកុំបំពានគេឲ្យសោះគាត់បានប្រសិទ្ធពរឲ្យអង្គណយហើយបានប្រាប់គាត់ថាថ្ងៃណាមួយយើងនឹងជួបគ្នាម្ដងទៀតអង្គណយបានឱនក្បាលដោយក្តីគោរពហើយដើរចាកចេញទៅគាត់បានវិលត្រឡប់ទៅភូមិរបស់គាត់វិញដោយមានក្តីសង្ឃឹមនិងសុវត្ថិភាពចំណែកឯព្រានតូបាននិយាយលេងជាមួយនឹងអង្គណយដោយប្រាប់គាត់ថាគាត់ខ្លាចមិនហ៊ានសាក់រូបខ្លាមែនអង្គណយបានសើចហើយប្រាប់ថាគាត់សប្បាយចិត្តនឹងធ្វើការជាមួយអ្នកប្រដាល់ឯងណាពួកគេបានអោបគ្នាហើយបែកគ្នាទៅតាមផ្លូវរបស់ពួកគេរៀងៗខ្លួនពួកគេបានសន្យាថានឹងជួបគ្នាម្ដងទៀតនៅថ្ងៃអនាគតនៅរាត្រីនោះតាសវណ្ណនិងព្រានតូបានអង្គុយផឹកស្រាជាមួយគ្នាក្រោមពន្លឺព្រះច័ន្ទពួកគេបាននិយាយអំពីអ្វីដែលបានកើតឡើងហើយគិតអំពីថ្ងៃអនាគតវាគឺជាយប់ដ៏ស្ងប់ស្ងាត់និងពោរពេញទៅដោយអារម្មណ៍នៃសុខសន្តិភាពពួកគេបានដឹងថាពួកគេបានធ្វើអ្វីដែលត្រឹមត្រូវសម្រាប់មនុស្សជាតិយើងហើយពួកគេអាចសម្រាកបានហើយនៅពេលនេះព្រានតូបានសួរទៅតាសវណ្ណនៅសំណួរដ៏តានតឹងមួយគាត់បានសួរថាតើតាសវណ្ណធ្លាប់បានឃើញខ្លាញីឬខ្លាស្មឹងប្រែកាឡាពីមនុស្សคล้ายទៅជាខ្លាដែរឬទេតាសវណ្ណបានគិតមួយស្របក់មុននឹងឆ្លើយតប
គាត់បានឆ្លើយថាគាត់មិនដែលឃើញការប្រែក្រឡានេះផ្ទាល់នឹងភ្នែកនោះទេគាត់បានបញ្យល់ថាគាត់ធ្លាប់ឃើញតែរូបពាក់កណ្ដាលមនុស្សពាក់កណ្ដាលសត្វតែប៉ុណ្ណោះការប្រែក្រឡាទាំងស្រុងគឺជាអ្វីដែលគាត់មិនធ្លាប់បានឃើញសោះពីមុនមកគាត់បានប្រាប់ថាវាជាអាថ៌កំបាំងដែលមិនទាន់ត្រូវបានដោះស្រាយព្រានតូបានយល់ស្របជាមួយនឹងតាសុវណ្ណគាត់បានប្រាប់ថាគាត់ក៏មិនដែលឃើញការប្រែក្រឡាបែបនោះដែរគាត់បានប្រាប់ថាកំភ្លើងធម្មតាមិនអាចសម្លាប់ពួកគេបានទេមានតែអាវុធដែលមានមន្តអាគមប៉ុណ្ណោះដែលអាចបង្ក្រាបពួកគេបានគាត់បានប្រាប់អំពីបទពិសោធន៍របស់គាត់ជាមួយខ្លាទាំងនេះហើយគាត់បាននិយាយថាវាជាអ្វីដែលគួរឲ្យខ្លាចបំផុតដែលគាត់ធ្លាប់ជួបប្រទះនៅព្រឹកបន្ទាប់តាសុវណ្ណភ្ញាក់ឡើងហើយបានឃើញថង់ថ្នាំមួយនិងថង់ខ្មៅតូចមួយដាក់នៅលើរានហាលមានក្រដាសមួយសន្លឹកដាក់នៅក្រោមថង់នោះគាត់បានអានវាហើយមុខរបស់គាត់ក៏ប្រែជាគិតគាត់បានដឹងថានេះគឺជាអំណោយពីព្រានតូមុនពេលដែលគាត់ចាកចេញទៅក្រដាសនោះបានសរសេរថាយើងនឹងបានជួបគ្នាម្ដងទៀតនៅថ្ងៃណាមួយនៅលើថង់ខ្មៅមានសរសេរឈ្មោះថាញ័រភូតាសុវណ្ណបានគិតយ៉ាងយូរអំពីអត្ថន័យនៃសារនេះគាត់បានដឹងថាមានអាថ៌កំបាំងជាច្រើនទៀតដែលគាត់មិនទាន់បានដឹងហើយចាប់ពីថ្ងៃនោះមកភូមិនេះបានវិលត្រឡប់មករកភាពស្ងប់ស្ងាត់វិញជាធម្មតាជីវិតបានវិលត្រឡប់មករកភាពប្រក្រតីវិញប៉ុន្តែអ្នកភូមិនឹងមិនភ្លេចរឿងរ៉ាវនៃខ្លាដ៏អាក្រក់នេះឡើយពួកគេបានដឹងថាពួកគេត្រូវតែប្រុងប្រយ័ត្ននិងរស់នៅដោយសុចរិតភាពរឿងរ៉ាវនៃការកម្ចាត់ខ្លានេះបានក្លាយជារឿងព្រេងនិទានមួយដែលអ្នកភូមិចំនួនក្រោយនឹងនិយាយតៗគ្នាអំពីវាហើយវាដាស់តឿនដល់កូនចៅរបស់ពួកគេអំពីគ្រោះថ្នាក់នៃការលោភលន់និងរស់នៅដោយកំហឹងវាជាមេរៀនដែលមិនអាចបំភ្លេចបានហើយពួកគេបានរៀនអំពីសារៈសំខាន់នៃសីលធម៌រឿងនេះបានបង្រៀនយើងថាអំពើអាក្រក់ច្រើនតែកើតចេញពីចិត្តមនុស្សដែលពោរពេញទៅដោយភាពលោភលន់និងកំហឹងសូម្បីតែអ្នកដែលមានអំណាចបើគ្មានសីលធម៌អំណាចនោះក៏នាំមកនូវគ្រោះថ្នាក់ចំពោះពួកគេវិញនៅថ្ងៃណាមួយចាស់ជាមិនខានឡើយយើងគួរតែរៀនរស់នៅដោយសន្តិភាពនិងមេត្តាធម៌ការប្រើអំពើហិង្សាមិនមែនជាដំណោះស្រាយតែមួយគត់នោះទេតាសុវណ្ណបានបង្រៀនយើងថាការប្រឈមមុខនឹងបញ្ហាដោយប្រាជ្ញានិងមេត្តាធម៌គឺសំខាន់ជាងការប្រើអំពើហិង្សាទៅទៀតការអភ័យទោសគឺជាកម្លាំងដ៏អស្ចារ្យបំផុតមួយគ្រប់សកម្មភាពសុទ្ធតែមានផលវិបាកនៃលទ្ធផលចុងក្រោយរបស់វាយើងត្រូវតែគិតឲ្យបានច្បាស់លាស់មុននឹងធ្វើអ្វីមួយដូច្នេះយើងត្រូវតែដឹងជានិច្ចអំពីចិត្តរបស់យើងត្រូវចេះគ្រប់គ្រងចិត្តកុំឲ្យលោភលន់ឬកំហឹងគ្របសង្កត់បានឲ្យសោះនេះគឺជាមេរៀនដ៏សំខាន់អំពីរឿងនេះការដឹងខ្លួនគឺជាគន្លឹះនៃសន្តិភាពរឿងរ៉ាវនៃការកម្ចាត់ខ្លាបានបញ្ចប់នៅពេលនេះហើយសូមអរគុណដែលបានតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់សង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបាននូវមេរៀនល្អៗពីរឿងមួយនេះសូមឲ្យអ្នកទាំងអស់គ្នាមានសុភមង្គលនិងសន្តិភាពផ្លូវចិត្តជារៀងរហូតប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយព្រៃនៅតែពោពេញទៅដោយអាថ៌កំបាំងដដែលនឹងហើយរឿងរ៉ាវថ្មីនឹងកើតឡើងជានិច្ចយើងនឹងជួបគ្នាម្ដងទៀតនៅក្នុងរឿងរ៉ាវបន្ទាប់សូមរងចាំមើលថាតើមានអ្វីកើតឡើងបន្ទាប់ទៀតសម្រាប់អ្នកដែលចូលចិត្តរឿងរ៉ាវភ័យរន្ធត់សូមកុំភ្លេចតាមដានរឿងរ៉ាវរបស់យើងខ្ញុំបន្តទៀតសូមកុំភ្លេចចុច like subscribe ដើម្បីទទួលបាននូវរឿងថ្មីសូមអរគុណនិងជួបគ្នាជាថ្មីសូមឲ្យអ្នកទាំងអស់គ្នាមានសុភមង្គលនិងសុខភាពល្អជារៀងរហូត